កាលពីពេលថ្មីៗកន្លងទៅនេះអ្នកសារព័ត៌មាន beIN Sport បានសួរទៅកាន់លោក Arsene Wenger ដែលជានាយកគ្រប់គ្រងការអភិវឌ្ឍបាល់ទាត់របស់ FIFA ជុំវិញសិទ្ធិរបស់ម្ចាស់ជើងឯក Europa League ក្នុងការឡើងមកលេង Champions League ដោយស្វ័យប្រវត្តិនៅរដូវកាលបន្ទាប់ខណៈអតីតអ្នកចាត់ការក្រុមកំភ្លើងធំ Arsenal រូបនេះបាននិយាយថាតាមទស្សនៈរបស់លោកក្រុមជើងឯក Europa League គួរតែបន្តលេងនៅក្នុង tournament នេះដដែលនៅរដូវកាលក្រោយប្រសិនបើពួកគេមិនទទួលបានចំណាត់ថ្នាក់ Top 4 ឬ Top 5 នៅក្នុង League របស់ពួកគេនោះទេលោកបានបន្តទៀតថាតួយ៉ាងដូចនៅ Premier League ដែលទទួលបានរហូតដល់ទៅ5កៅអីទៅហើយសម្រាប់ Champions League នៅរដូវកាលក្រោយដូច្នេះប្រសិនបើក្រុមមកពីអង់គ្លេសដូចជា Manchester United ឬ Tottenham Hotspur ដែលកំពុងតែមានភាគរយខ្ពស់ក្នុងការឈ្នះ Europa League រដូវកាលនេះមិនគួរទទួលបានកៅអីចូលលេង Champions League ដោយស្វ័យប្រវត្តិនៅរដូវកាលក្រោយឡើយពីព្រោះក្រុមនៅអង់គ្លេសកើនឡើងពី4ទៅ5ក្រុមទៅហើយសម្រាប់ឆ្នាំក្រោយលោក Arsene Wenger គិតថាការបង្កើនមួយក្រុមសម្រាប់ Premier League ដែលជាលីកកំពូលកម្រិតខ្ពស់មួយនៅលើពិភពលោកគឺជារឿងស័ក្តិសមបំផុតក៏ប៉ុន្តែប្រសិនបើបង្កើនថែមមួយក្រុមទៀតរហូតឡើងដល់6ក្រុមនោះវានឹងក្លាយជាចំនួនលើសទៅវិញទេលោកតាបារាំងបានស្នើឲ្យ UEFA ត្រួតពិនិត្យមើលនិងពិចារណាលើរឿងនេះឡើងវិញគួររំលឹកថា UEFA បានកែប្រែច្បាប់មួយនៅឆ្នាំ2014ដោយអនុញ្ញាតឲ្យម្ចាស់ជើងឯក Europa League បានកៅអីចូលលេង Champions League ដោយស្វ័យប្រវត្តិនៅរដូវកាលបន្ទាប់អ្វីបើពួកគេមិនអាចដណ្ដើមបានកៅអីនៅក្នុងលីកក៏ដោយករណីនេះអាចនឹងកើតឡើងលើ Manchester United ឬ Tottenham Hotspur នៅរដូវកាលនេះប្រសិនបើមួយក្នុងចំណោមក្រុមទាំងពីរបានឈ្នះជើងឯក Europa League រដូវកាលនេះខណៈបច្ចុប្បន្នក្រុមទាំងពីរកំពុងតែស្ថិតនៅចំណាត់ថ្នាក់ក្បែរបាតតារាងនៅ Premier League ដែលជាកំណត់ត្រាមួយដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបយក្សអង់គ្លេសទាំងពីរនេះ